ខ្ញុំនិយាយចូលដល់ fire alarm ម្ដងដែលយើងចាប់ផ្ដើមពី control panel មុន control panel ហ្នឹងគឺបានន័យថាវាគឺជាការគ្រប់គ្រងគោលមួយនៃអគ្គិភ័យទាំងមូលដែលបែងចែកចេញជាពីរ conventional ហើយនិង addressable អញ្ចឹងឥឡូវខ្ញុំចាប់ផ្ដើមពី conventional មុនដែលយើងតែងតែដាក់នៅក្នុងហាងតូចៗឬនៅក្នុងផ្ទះយើងអញ្ចឹងនៅពេលដែលមានអគ្គិភ័យអីជាដើមអញ្ចឹងគឺវានឹងរោភ្លាមហ្មងរីឯ addressable វិញគឺវាទំនើបជាងនឹងទៀតគឺយើងតែងតែដាក់វានៅក្នុងស្ថាគារឬក៏សាលារៀនអីដែលវាអាចដឹងពីទីតាំងមួយដែលអគ្គិភ័យកើតឡើងឧទាហរណ៍ថានៅក្នុងបន្ទប់ទឹកនៃស្ថាគារយើងមានអគ្គិភ័យអញ្ចឹងគឺវានឹង alert មកយើងភ្លាមហ្មងថាអូខេបន្ទប់ទឹកហ្នឹងគឺមានអគ្គិភ័យអញ្ចឹងយើងដឹងភ្លាមថាយើងត្រូវទៅពន្លត់នៅកន្លែងណាចង់ស្វែងយល់បន្ថែមឬចាប់ដើមឥឡូវនេះអាចតាក់ទងមកលេខទូរស័ព្ទខាងក្រោមបាន Vestech តែងតែចាំប្រឹក្សាជាមួយលោកអ្នកជានិច្ចអញ្ចឹងបើសិនអ្នកនេះចាប់អារម្មណ៍នឹងចូលចិត្តកម្មវិធីមួយនេះសូមតាមដានបន្តទៀតដើម្បីទទួលបានថវិកាជាច្រើនអញ្ចឹងកុំភ្លេចចុច like ហើយនិង share វីដេអូនេះផងណា